ជំរាបសួរដូចជាសួស្តីលោកគ្រូអ្នកគ្រូនិងមិត្តភក្តិអស់គ្នាខ្ញុំបានឈ្មោះសែងស៊ីជានិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយខ្ញុំជាក្រុមទី1ហ្នឹងហើយថ្ងៃនេះដែរខ្ញុំមកបកស្រាយអំពីមេរៀនរូបវិទ្យាដែលបង្រៀនដោយលោកគ្រូឈៀងវុធីហ្នឹងហើយមេរៀនរបស់ខ្ញុំគឺលើកមកនិយាយអំពីមេរៀន telescope ហ្នឹងហើយដើម្បីកុំឲ្យខកខានពេលវេលាយូរយើងចូលដល់មេរៀនទាំងអស់គ្នាបាទអូខេយើងនិយាយពីចំណុច25.2មេរៀន telescope ហ្នឹងហើយមេរៀន telescope ហ្នឹងឬក៏ហៅម្យ៉ាងទៀតថាតារាទូក៏បានដែរហ្នឹងហើយវាជាឧបករណ៍ដ៏សំខាន់មួយដែលត្រូវបានបង្កើតឡើងដើម្បីពង្រីកពន្លឺឬក៏រូបភាពនៃវត្ថុដែលនៅឆ្ងាយដូចជាផ្កាយភពកាឡាក់ស៊ីដែលយើងមើលភ្នែកទទេមិនឃើញណាឲ្យមើលកាន់តែច្បាស់និងធំជាងមុនហ្នឹងហើយនិយាយពីប្រភេទនៃ telescope វាមាន2ប្រភេទវាប្រភេទ refracting telescope telescope ប្រភេទប្រើ lens ហ្នឹងគឺគេហៅថាកែវយឹតហ្នឹងគេមើលដែលផងដែលនៅឆ្ងាយហ្នឹងឯងហើយប្រភេទទី2នោះនិយាយពី reflecting telescope telescope នេះដែរគេប្រើកញ្ចក់ហើយ telescope ឆ្លុះហ្នឹងប្រើកញ្ចក់ប្លង់ដើម្បីប្រមូលនិងផ្ដុំពន្លឺឆ្លុះមើលពន្លឺហ្នឹងឯងរបៀបដំណើរការរបស់វាជាពី objective lens វាមាននទីសម្រាប់ប្រមូលពន្លឺហើយ eyepiece របស់យើងហ្នឹងកន្លែងពង្រីកពន្លឺណាពង្រីករូបភាពណាកន្លែងដាក់នៅកន្លែងភ្នែករបស់យើងដែលយើងមើលឃើញហ្នឹងឯងហ្នឹងហើយនេះរូបតំណាងរបស់យើងរូបតំណាងបើ telescope របស់យើងធំហ្នឹងសម្រាប់សង្កេតមើលអង្គដែលនៅឆ្ងាយហ្នឹងគេប្រើអាហ្នឹងហើយចំពោះរូបមន្តរបស់វាអានេះគេហៅថារូបមន្តមេគុណពង្រីកឬក៏រង្វាស់ពង្រីកក៏បានដែរនិយាយនេះណាប៉ុន្តែមេរៀននេះយើងបានសិក្សានៅថ្នាក់ក្រោមហើយនិយាយពីកញ្ចក់ឡង់ទីហ្នឹងហើយបើយើងស្របរៀនឡង់ទីហ្នឹងហើយមកដល់មេរៀននេះវាអត់ទៅស្មុគស្មាញណាស់ដោយសារអីយើងយកពីរូបមន្តហ្នឹងមកខ្លះអញ្ចឹងណាហើយមេគុណពង្រីករបស់យើងវាស្មើ S0 លើ FM S0 ហ្នឹងនិយាយពីប្រវែង lens lens កញ្ចក់ខាងមុខណាឆ្លុះមកធៀបជាមួយនឹងពន្លឺប្រសពដែលឆ្លុះពីភ្នែករបស់យើងទៅហើយ FM ហ្នឹងគេបោះពីកន្លែងដែលយើងឆ្លុះពីភ្នែកយើងទៅកន្លែងចំណុចផ្សព្វពន្លឺដែលឆ្លុះមកពីកញ្ចក់ខាងមុខហ្នឹងហើយចំណុចនេះអនហ្នឹងក៏ជាមេគុណពង្រីកដែរប៉ុន្តែគេនិយាយពីយកមុំមកធៀបវិញdata prim ហើយ data ហ្នឹងមុំធៀបdata prim មុំនេះវាធៀបអាក់ដេកជាមួយនឹងពន្លឺដែលយើងឆ្លុះពីភ្នែកយើងទៅហើយចំពោះdata នេះយើងមុំដែលធៀបជាមួយនឹងអាក់ដេកជាមួយនឹងកញ្ចក់ពន្លឺពន្លឺបាញ់មកតាម lens ពីខាងមុខហ្នឹងឯងហើយរូបមន្តរបស់វាdata prim វាត្រូវស្មើហាស់លើ FE ហើយ data វាស្មើនឹងហាស់លើ S0 អញ្ចឹងហាស់លើហាស់នេះយើងអាចស្រួលបានណាស្រួលបាននៅសល់តែមួយលើ FE ហើយនឹងមួយលើ F0 ឯងហើយយើងធ្វើផលធៀបវាមកហើយលើកចុះលើកឡើងទៅគឺវាមានសញ្ញាដកហ្នឹងនៅពីខាងមុខហ្នឹងហើយអានេះវាជាអញ្ញត្តិរបស់យើងហាស់ហ្នឹងជាអីយើងមើលតាមហ្នឹងណាហ្នឹងហើយចូលដល់ចំណុចបន្ទាប់ក៏គេនិយាយពីdata ហ្នឹងដែរហើយនេះខ្ញុំមិនចង់លម្អិតច្រើនទេហើយlambda នេះវាជាជំហានរលកហើយ D នេះវាជាកប់ចិត្តហ្នឹងហើយមេរៀននេះដែរមានតែប៉ុណ្ណឹងដែរវាលាទាំងអស់គ្នា